អាជ្ញាធរខេត្តកំពង់ធំបានបញ្ជូនជនសង្ស័យចំនួន7នាក់ទៅកាន់តុលាការនៅដើមឆ្នាំ2026នេះក្រោមបទចោទប្រកាន់ពីបទកាប់ទន្ទ្រានព្រៃឡង់ខុសច្បាប់ទន្ទឹមនឹងការចាត់វិធានការលើជនល្មើសទាំងនេះរដ្ឋបាលខេត្តក៏បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តតាមស្វែងរកមេខ្លោងដែលនៅពីក្រោយខ្នងនៃបទល្មើសបំផ្លាញធនធានធម្មជាតិក្នុងតំបន់ព្រំប្រទល់ខេត្តក្រចេះនេះផងដែរសកម្មភាពនេះកើតឡើងបន្ទាប់ពីលោកនួនផារ៉ាត់អភិបាលខេត្តកំពង់ធំបានចូលពិនិត្យដោយផ្ទាល់ដល់ទីតាំងកាប់ទន្ទ្រានព្រៃឈើខុសច្បាប់មួយចំនួនក្នុងតំបន់ព្រៃឡង់កាលពីថ្ងៃទី10ខែឧសភាលោកអភិបាលខេត្តបានបញ្ជាក់ថាគិតត្រឹមដើមឆ្នាំ2026នេះរដ្ឋបាលខេត្តបានកសាងសំណុំរឿងចំនួន7ករណីនិងបានបញ្ជូនជនសង្ស័យ7នាក់ទៅតុលាការលើពីនេះរដ្ឋបាលខេត្តកំពុងត្រៀមអនុវត្តវិធានការរដ្ឋបាលចំនួន2ទៀតហើយនឹងបន្តសហការជាមួយស្ថាប័នតុលាការដើម្បីទម្លាយអត្តសញ្ញាណមេខ្លោងដែលបង្កប់ខ្លួនការយកចិត្តទុកដាក់ខ្ពស់នេះក៏ឆ្លើយតបទៅនឹងអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតដែលធ្លាប់បានណែនាំនិងលើកទឹកចិត្តឲ្យអភិបាលខេត្តបន្តការពារធនធានធម្មជាតិជាពិសេសនៅតំបន់ជុំវិញបឹងទន្លេសាបនិងព្រៃឡង់សកម្មភាពបង្ក្រាបបទល្មើសទាំងនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីការពារព្រៃឡង់យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថានសម្រាប់ខែមករាដល់មេសាឆ្នាំ2026កម្លាំងជំរុំនៃសហគមន៍ព្រៃឡង់ដែលប្រតិបត្តិការក្នុងខេត្តចំនួន4រួមមានកំពង់ធំព្រះវិហារស្ទឹងត្រែងនិងក្រចេះបានអនុវត្តសកម្មភាពសំខាន់និងទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់បានចុះល្បាតសរុប853លើកបានបង្ក្រាបបទល្មើសធនធានធម្មជាតិសរុប178ករណីដែលក្នុងនោះបទល្មើសរុក្ខទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិមានចំនួនច្រើនជាងគេរហូតដល់132ករណីបន្ទាប់មកការកាប់ឈើ25ករណីនិងការបរបាញ់សត្វ18ករណីបានកសាងសំណុំរឿងចំនួន83ករណីនិងបញ្ជូនជនសង្ស័យ13នាក់ទៅកាន់តុលាការបានដកហូតវត្ថុតាងច្រើនសម្រាប់ការបន្តនីតិវិធីច្បាប់